អ្នកគ្រប់គ្រងរបស់ក្លឹបរៀលម៉ាឌ្រីតប្រកាសជាដឹងហើយថ្មីៗនេះគឺមានផ្សាយថាគឺលូកាម៉ាឌ្រីតនឹងចាក់ចេញពីក្លឹបរៀលម៉ាឌ្រីតហើយក្នុងវីដេអូខ្ញុំនិយាយអំពីប្រវត្តិរបស់រូបគេខ្លះៗហើយនិងសមិទ្ធផលដែលគេធ្វើបាននៅពេលដែលគេលេងជាមួយនឹងក្លឹបអាត្លេតិករៀលម៉ាឌ្រីតឈ្មោះពេញរបស់គេគឺលូកាម៉ាឌ្រីតដែលគេកើតនៅថ្ងៃទី9ខែតុលាឆ្នាំ1985ដែលទីកន្លែងកំណើតរបស់គេគឺនៅប្រទេសក្រូអាតគេបានចូលរួមជាមួយនឹងក្លឹបរៀលម៉ាឌ្រីតគឺនៅខែសីហាឆ្នាំ2012ដែលបន្ទាប់ពីការចាក់ចេញពីក្លឹប Tottenham Hotspur ដែលតម្លៃផ្ទេហ្នឹងគឺ35លានយូរ៉ូហើយចំពោះសមិទ្ធផលដែលគេធ្វើបាននៅពេលដែលគេប្រកបអាជីពជាមួយនឹងក្លឹបរៀលម៉ាឌ្រីតហ្នឹងគឺរយៈពេល13ឆ្នាំហ្នឹងគឺគេទទួលបានពានរង្វាន់មួយដែលអាចនិយាយថាគឺមានតែរូបគេហើយនឹងកីឡាករអានីខាវ៉ាហាគេដែលធ្វើបានគឺឈ្នះពានលំដាប់អឺរ៉ុបច្រើនបំផុតជាមួយនឹងក្លឹបរៀលម៉ាឌ្រីតគឺពានរង្វាន់ UEFA Champions League ដែលគេឈ្នះហ្នឹងរហូតដល់6ដងឯណោះពោលគឺឆ្នាំ2014ឆ្នាំ2016 2017 2018 2022ហើយ2024ហើយរូបគេក៏បានឈ្នះ La Liga ដែលជាលីកកំពូលរបស់ប្រទេសអេស្ប៉ាញ4ដងផងដែរគឺឆ្នាំ2012 2020 2022និង2024ហើយនឹងឈ្នះ Copa del Rey នឹង2ដងឈ្នះ Club World Cup រហូតដល់5ដងឯណោះហើយនឹងឈ្នះ Spain Super Cup នឹងចំនួន5ដងហើយនឹងឈ្នះ UEFA Super Cup នឹងចំនួន4ដងដែរហើយទាំងអស់នេះគឺជាអ្វីដែលគេធ្វើបាននៅពេលដែលគេលេងនៅក្លឹប Real Madrid ជាការពិតទៅគឺលូកាម៉ាឌ្រីតគឺគាត់ចង់នៅបន្តជាមួយនឹងក្លឹប Real Madrid តែអាចនិយាយបានថាគឺក្លឹបប្រហែលជាចង់រកកីឡាករវ័យក្មេងជាងនេះបច្ចុប្បន្នគឺលូកាម៉ាឌ្រីតមានអាយុ39ឆ្នាំហើយដូចជាថ្មីនេះគឺគេបានលេចលឺដំណឹងថាលូកាម៉ាឌ្រីតបានសុំឲ្យក្លឹប Real Madrid ហ្នឹងមកចុះតម្លៃខ្លួនដើម្បីបន្តស្នាក់នៅប៉ុន្តែរឿងនេះគឺមិនអាចកើតមានទេហើយទីបំផុតគឺនៅថ្ងៃសៅរ៍នេះគឺជាការបង្ហាញខ្លួនលើកចុងក្រោយរបស់រូបគេក្នុងការលេងជាមួយក្លឹប Real Madrid ហើយបន្ទាប់ពីលេចលឺដំណឹងថារូបគេនឹងត្រូវចាក់ចេញក៏មានអតីតរួមគុំគេជាច្រើនអ្នកដូចជាកីឡាករ Benzema កីឡាករ Ramos Isco ហើយនិងកីឡាករ Ronaldo គឺគេបានផ្ញើសារក៏ដូចជាអរគុណសម្រាប់គេដែលបានលេងជាមួយក្លឹប Real Madrid ហើយនឹងស្តាជូនពរឲ្យផ្សេងៗពួកបច្ចុប្បន្ននេះគឺមិនទាន់លេចលឺព័ត៌មានថារូបគេនឹងចូលរួមជាមួយក្លឹបណានោះទេប៉ុន្តែលេចលឺព័ត៌មានថាមានលីកកំពូលប្រទេសជាច្រើនដូចជា Serie A លីកកំពូលរបស់ប្រទេសអ៊ីតាលីអាមេរិកក៏មានការចង់បានរូបគេផងដែរប៉ុន្តែយើងចាំមើលថាតើរូបគេនឹងចូលរួមជាមួយនឹងក្លឹបណាបន្ទាប់ពីការចាត់ចេញពីក្លឹប Real Madrid